លោកអនុប្រធាន មានកាយ នេះលិខិតបញ្ជាក់បានអនុទានក្រុមហ៊ុនកាលពីថ្ងៃពុធ2សប្តាហ៍មុនលោកបានចំណាយលើអាហារចិន 95000 វ៉ុន ហើយវាយ៉ាងម៉េច ថ្ងៃនេះលោកគួរតែសម្រាប់ពីការងារព្រោះជាថ្ងៃគម្រប់ខួបរៀបការលិខិតអនុញ្ញាតក៏មិនឃើញទើបខ្ញុំគិតថាមានការផ្លាស់ប្ដូរឬអត់ ប្រធានផ្នែកលោកហូបត្រីបានច្រើនដើម្បីបំពន់ខួរក្បាលហើយអីបានជាចងចាំរហូតដែរ ខ្ញុំព្យាយាមហូបត្រីច្រើនហើយជាពិសេសគឺត្រីមេការ៉េន ក៏ប្រវត្តិហូបត្រីមេការ៉េងឬក៏ត្រីសាច់មុនលោកអាយុច្រើនហើយត្រូវតែមានភាពក្លាហានទៅចូលបញ្ជីជប់លៀងនៅក្នុងក្រុមហ៊ុនយ៉ាងម៉េចហើយខ្ញុំនឹងចូលបញ្ជីជប់លេងក្រុមហ៊ុន ប្រធានផ្នែកគីមអរគុណហើយឧស្សាហ៍ចាំថ្ងៃគម្រប់ខួបរៀបការខ្ញុំ បាន ទុកថារួចគ្នាចុះ ចង់ញ៉ាំបង្អែមត្រូវកក់ទុកមុនថែមទាំងត្រូវតម្រង់ជួរទៀតលោកប្រធានផ្នែក លោកអស់លីងមានការអីមែនទេ មានរឿងអីមែនទេរកសម្ភារៈការពារខ្លួនធ្វើអី គ្មានអីទេ ឬមួយយកទៅប្រើនៅពេលយប់ជាមួយនឹងអនុប្រធានមែនទេ លោកអនុប្រធានហេមិនមែនបែបហ្នឹងទេខ្ញុំថាមករយៈនេះអ្នកនាងសំអាមប្រហែលជាគិតមិនដល់អ្នកនាងសំអាមួយនេះអាចប្រើការបានទេហើយដាក់នៅណាល្អទៅមើលទៅដូចជាមានប្រសិទ្ធ យក ភាព ទៅប្រើខ្លួនឯងមែនទេខ្ញុំថានេះជារបស់មនុ ចុះ ស្ស ដល់ថ្ងៃកំណើតរបស់មីនជីហើយ គូកំណើតកូនស្រីហីនាងអាយុប្រហែលហើយ ជិត20ឆ្នាំហើយ ឲ្យកាដូថ្ងៃគូកំណើតក្មេងថ្នាក់វិទ្យាល័យគឺជាឧបករណ៍ការពារខ្លួនសួរនាងទៅថានាងចង់បានអី ខ្ញុំចង់និយាយជាមួយនាងខ្លះដែរតែមករយៈនេះនាងមិននិយាយជាមួយខ្ញុំសោះគឺតែពីកិច្ចមកខ្ញុំ ប្រហែលចូលដល់វ័យក្បាលរឹងតិចហើយកុំកង្វល់អីណាវ័យប៉ុណ្ណេះអ្នកណាក៏បែបនឹងដែរ បើសិនជាម៉ែរបស់នាងនៅជាមួយអ្វីប្រហែលជាល្អជាងនេះក៏ថាបាន ចាំខ្ញុំជួយរកកាដូឲ្យ ប៉ុន្តែ ព្រោះយ៉ាងណាខ្ញុំត្រូវទៅហាងស្រាប់ទៅហើយចេញពីធ្វើការពួកយើងទៅជាមួយ នេះទេខ្ញុំរំខានអីល្អជាង ទៅមក6គត់គីមីនជីហើយគីមីនជីខ្ញុំខ្ចីឈុតកីឡាបន្តិចហើយយាយងលើកមុននាងខ្ចីខ្ញុំមិនតាន់ឲ្យខ្ញុំទេពួកយើងជាមិត្តនឹងគ្នាកុំធ្វើបែបនេះឲ្យលឿនឡើងខ្ញុំប្រញាប់ណាហើយនេះខ្ញុំយកទៅឲ្យបន្តិចទៀតខ្ញុំមកវិញ